សម្រាប់បងប្អូនដែលមាន page ថ្មីឬក៏ page ចាស់ៗហើយបងប្អូនអរគ្នាចង់ឲ្យ page បងប្អូនអរគ្នាមានអ្នក follow ច្រើនអញ្ចឹងបងប្អូនអរគ្នាមិញ 5k ជាងទេឥឡូវឡើងរហូតដល់ 9k បាទគឺឡើងរហូតបងប្អូនអរគ្នាអានេះសម្រាប់ page នេះគឺ page ថ្មីទេអញ្ចឹងបងប្អូនអរគ្នាអាចមើលវីដេអូនេះដល់ចប់បានហើយកុំភ្លេច share ហើយនិង like page នេះម្នាក់មួយផងឥឡូវគឺបងប្អូនអរគ្នាចូលមកកាន់ profile របស់យើងមកបន្តមកទៀតគឺបងប្អូនអរគ្នា scroll មកខាងក្រោមបងប្អូនឃើញកន្លែងនេះគេដាក់ថា page អញ្ចឹងណាយើងយក page ហ្នឹងមកបាទបន្តមកទៀតគឺបងប្អូនចុចពីថានេះ create បាទសម្រាប់បងប្អូនដែលមិនទាន់ចេះ page ចេះបង្កើត page គឺបងប្អូនអរគ្នាមើលវីដេអូនេះបានអញ្ចឹងយើងដាក់ឈ្មោះមកឥឡូវខ្ញុំដាក់ឈ្មោះបាទ KH Boost អូខេអានេះយើងដាក់ឈ្មោះនេះបងប្អូនណាpage បងប្អូនអូខេបន្តមកគឺបងប្អូនអរគ្នាចុច next បាទយើងចុច next មកបន្តមកទៀតកន្លែងនេះគឺបងប្អូនអាចជ្រើសរើសនៅ category ឥឡូវខ្ញុំយក personal blog តមកគឺយើងចុចពីថា create អូខេមកដល់កន្លែងនេះគឺមានឲ្យយើងបំពេញនៅ bio អញ្ចឹងយើងបើមានយើងអាចធ្វើការបំពេញអស់មកតែនេះខ្ញុំអត់ទាន់បំពេញទេខ្ញុំចុច next ទៀតមកអានេះយើងអាចបំពេញបានបងប្អូនអរគ្នាប៉ុន្តែខ្ញុំអត់បានបំពេញទេបងប្អូនអាចបំពេញបានសម្រាប់បងប្អូនមាន website មាន bio ឬក៏ចង់ពេញផ្សេងៗទៀតអាចពេញកន្លែងហ្នឹងបានឥឡូវចុច next ទៀតមកបាទអូខេយើងចុច next ទៀតមកកន្លែងនេះគឺយើងអាច select នេះ select all នេះមកយើង invite គេដើម្បីគេ follow page យើងហើយយើងចុច next មក invite គេមកអានឹងវាចំណេញដែរហើយយើងចុច next ទៀតអូខេបាទតមកគឺយើងបាន page មួយហើយបាទអញ្ចឹងយើងចុច done មកបាទអូខេ skip សិនមកបាទហើយចាំយើងគិតតាមក្រោយទៀតអូខេឥឡូវដើម្បីយើងទទួលបាន follow ច្រើនអញ្ចឹងគឺបងប្អូនអរគ្នាជំហានទី1គឺយើងចុចកន្លែងនេះចុច3នេះមកអូខេតមកទៀតគឺបងប្អូនចុចពីថាយក page link អូខេ continue មកបាទប៉ុណ្ណឹងហើយតមកទៀតគឺយើងចូលមកកាន់ website របស់យើងនេះយើងវាយ website របស់យើងមក KH Boost បាទបងប្អូនវាយទៅប៉ុណ្ណឹងណានេះ khboost.com បាទ khboost.com ហើយយើងចុចមកនេះចេញហើយបងប្អូនចឹងបងប្អូនវាយពីថា khboost.com មកទៅប៉ុណ្ណឹងមកដល់ website របស់យើងហើយឬក៏បងប្អូនមើលក្នុង comment ទៅខ្ញុំដាក់ link website នៅកន្លែង comment ហ្នឹងហើយអូខេតមកទៀតគឺបងប្អូនយកនេះយក boost អូខេហើយបងប្អូនឆ្លាញ់ពីហ្នឹងមួយណាក៏បានដែរបាទអញ្ចឹងខ្ញុំឧទាហរណ៍ខ្ញុំយកមួយនេះចុះអញ្ចឹងបើសិនបងប្អូនចង់យកមួយនេះក៏បានដែរអញ្ចឹងខ្ញុំផាស link ចូលមកអូខេចង់បានប៉ុន្មានអូខេខ្ញុំដាក់ 10000អូខេអញ្ចឹង 10k អស់តែ$4.6សេនទេហើយចុច buy now មកអូខេប៉ុណ្ណឹងគឺបានធ្វើការ order ហើយអញ្ចឹងយើងចូលទៅមើលកន្លែងយើង order តើយើងបាន order នៅចុចលេខនេះមក order history អូខេឥឡូវយើងបានធ្វើការ order ហើយនេះឃើញទេបោះ$4ជាងហើយបើសិនជាបងប្អូនអរគ្នាចង់ដាក់លុយអត់មានលុយអញ្ចឹងយើងចុចពី deposit នេះនេះបាទយើងចុចពីថាដាក់ប្រាក់អូខេបងប្អូនចង់ដាក់ប៉ុន្មាន$5ចុច$5បង់ប្រាក់មកវាចេញ QR code របស់បងប្អូនធ្វើការ scan ហ្នឹងអញ្ចឹងយើងដាក់បានគ្រប់ធនាគារទាំងអស់បងប្អូនអរគ្នាបាទ